ក្រុមហ៊ុនបើកយូរដែរហើយភាពរីកចម្រើនអត់មានសោះមកពីអីបុគ្គលិក3ប្រភេទដែលនៅក្នុងក្រុមហ៊ុនមិនអាចធ្វើឲ្យក្រុមហ៊ុនយើងនឹងលូតលាស់ទៅមុខបានទី1ជាបុគ្គលិកដែលខ្សោយហើយគាត់អត់ទទួលស្គាល់ភាពខ្សោយរបស់គាត់ណាចាគឺជាប្រភេទបុគ្គលិកដែលមានន័យថាមែនតើទៅគាត់អត់ប្រកែមែនបានថាគាត់យើងប្រាប់ការងារអីទៅគាត់អត់ចាប់អត់សូវបានធ្វើការយឺតអត់មានលទ្ធផលលទ្ធផលការងារមិនសូវល្អដែលជួយឲ្យគេហៅថាមានប្រសិទ្ធភាពការងារនឹងធ្វើឲ្យមានផលប៉ះពាល់វិជ្ជមានទៅដល់ក្រុមហ៊ុនគឺអត់មានទេប៉ុន្តែមានថ្នាក់ដឹកនាំឬក៏ធីមការងារផ្សេងៗដែលគាត់ណែនាំដែលគាត់ចង់ឲ្យម្នាក់ហ្នឹងគាត់លូតលាស់ទៅមុខបន្តទៀតតាមរយៈការ feedback ចាឲ្យទៅជាយោបល់ថាអ្នកឯងត្រូវតកែចំណុចនេះធ្វើចំណុចនេះគួរតែមានចំណុចនេះចាតែគាត់អត់ខ្វល់ទេនិយាយរួមទៅនៅពេលដែលគេឲ្យយោបល់ឲ្យ feedback អីផ្សេងហ្នឹងគឺគាត់អត់ទទួលទេគឺអត់ស្ដាប់គេទេមានន័យថាមានតែគាត់គឺគាត់ប្រកែកហើយអញ្ចឹងណាចាបុគ្គលិកមកប្រភេទទៀតខ្សោយដែរប៉ុន្តែនៅពេលដែលគេប្រាប់ថាណែយើងគួរតែធ្វើអញ្ចេះហើយធ្វើអញ្ចេះទៅប្រសើរជាងមុនបើសិនជាមានអញ្ចេះយើងល្អជាងមុនយើងអាចមូទៅទាំងអស់គ្នាផ្លាស់ប្ដូរដើរទៅមុខលឿនទាំងអស់គ្នាគាត់ទទួលប៉ុន្តែម្នាក់នេះគឺគាត់អត់ទទួលទេបើន័យថាគាត់ខ្សោយហើយគឺគាត់អត់ទទួលយោបល់ណាគេទាំងអស់ប្រភេទទី2ជាបុគ្គលិកដែលអាត្មានិយមមានន័យថាជាបុគ្គលិកដែលគិតថាខ្លួនឯងហ្នឹងអ្វីគឺសម្រាប់តែខ្លួនឯងពេលខ្លះគាត់ជន់គេជន់ឯងដើម្បីបានមុខបានមាត់គាត់អញ្ចឹងណាចាធ្វើម៉េចក៏ដោយឲ្យតែមានអត្ថប្រយោជន៍មកខ្លួនឯងអត់ខ្វល់ថាអ្នកណាទៅជាអីទេប៉ះពាល់អ្នកណាឬក៏អ្នកណាមួយគាត់នឹងទៅជាយ៉ាងណាក្រោយការសម្រេចចិត្តរបស់គាត់ក្រោយការអនុវត្តរបស់គាត់ហ្នឹងគឺអត់ខ្វល់ទេនេះគេហៅថាបុគ្គលិកអាត្មានិយមទី3ចុងក្រោយគឺបុគ្គលិកដែលមានជំងឺតួឯកអញ្ចឹងយើងដឹងហើយតួឯករបៀបម៉េចចាគឺមានតែអញបានន័យថាបើសិនជាក្រុមហ៊ុនគាត់គិតថាក្រុមហ៊ុននេះបើសិនជាអត់មានខ្ញុំគឺទៅមុខអត់រួចទេមានខ្ញុំមួយគឺមានអ្វីទាំងអស់បើអត់ខ្ញុំអ្នកណាក៏ធ្វើឲ្យអត់កើតព័ត៌មាននៅក្នុងដៃខ្ញុំចាអញ្ចឹងបុគ្គលិកប្រភេទនេះគេហៅថាបុគ្គលិកដែលមានជំងឺតួឯកអញ្ចឹងគាត់គិតថាបើសិនជាគាត់អត់មានគាត់គឺក្រុមហ៊ុនមិនអាចទៅមុខកើតទេហើយអាចថាពេលដែលគេចង់សម្រេចចិត្តអីមួយអញ្ចឹងណាគឺគាត់លើកឡើងមកអូគាត់មានចំណុចនេះបើអត់ចំណុចនេះពីគាត់ទេមិនអាចធ្វើការទេចាហ្នឹងហើយគេហៅថាបុគ្គលិកមានជំងឺតួឯកអញ្ចឹងបកមកវិញបើសិនជាក្រុមហ៊ុនដែលមានបុគ្គលិក3ប្រភេទហ្នឹងគឺយើងមិនអាចលូតលាស់ទៅមុខបានទាំងអស់គ្នាទេមែនតែនដូចខ្ញុំបានលើកពីវីដេអូមុនអញ្ចឹងក្រុមហ៊ុនមួយដែលអាចធ្វើការឬក៏ក្រុមការងារមួយដែលអាចធ្វើការទៅមុខបានដែលយើងហៅថា team work ហ្នឹងតើតែយើងយកយល់គ្នាចេះជួយគ្នាទៅកាន់គោលដៅមួយដែលយើងកំពុងតែឆ្ពោះទៅទាំងអស់គ្នាចាអញ្ចឹងបងប្អូនមានស្ថិតនៅក្នុងបុគ្គលិកទាំង3ប្រភេទហ្នឹងអត់